ជំរាបសួរនិងសួស្តីអ្នកខ្ញុំស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូរៀនទិញទំនិញពីPrecisionដែលយើងកំងទំនិញពីកម្មវិធី Taobao ខ្ញុំនិយាយពីផ្ដោតសំខាន់ទៅលើការទិញទំនិញ K99 ឬក៏យើងនិយាយស្រាប់ការទិញទំនិញចាប់ពី$99ឡើងទៅយើងនឹងទទួលបានការ free shipping ពីចិនដោយផ្ទាល់ហ្មងចឹងឥឡូវយើងមានជំរឿនជាច្រើនដែលយើងអាចទិញទំនិញពីចិនមកបានអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីការទិញ K99 ដោយយើងទិញទំនិញមួយឬក៏ទិញទំនិញពីបេហាងទូចៗចូលគ្នាដែលមានតម្លៃលើសពី$99ឡើងទៅយើងនឹងទទួលបានការ free shipping តែលុះត្រាតែទំនិញហ្នឹងគេដាក់ផ្លាកថា KA99 ដែរទើបយើងអាចទិញឲ្យចូលរួមបញ្ចូលទៅក្នុង promotion ហ្នឹងអញ្ចឹងការទិញ KA99 នេះគឺតម្រូវយើងដាក់សាច់ឋានខ្មែរទើបយើងអាចទិញមកបានអ្នកគ្នាចុចទិញ KA99 ហ្នឹងគឺវាមានជម្រើសពីរតាក់ទងជាមួយនឹងការ shipping អញ្ចឹងចំណុចសំខាន់ដែលខ្ញុំនឹងនិយាយថ្ងៃហ្នឹងតាក់ទងជាមួយនឹងការជ្រើសរើសមធ្យោបាយក្នុងការដឹកជញ្ជូនចឹងឬក៏ថាវិធីសាស្ត្រក្នុងការជ្រើសរើសចឹងទី1វាមានជម្រើសពីរទី1គឺ direct shipping អាចថាការដឹកមកត្រង់ដោយផ្ទាល់ទី2គឺការរួមដំណឹងចូលគ្នា consolidation ណាអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍គ្នាហើយនឹងបញ្យល់ពីភាពខុសគ្នារវាងពីរហ្នឹងអញ្ចឹងឥឡូវដោយសារយើងត្រូវចង់ដឹងច្បាស់យើងត្រូវលើកឧទាហរណ៍យើងត្រូវយកតំណែងដែលមាន KX99 យើងនឹងចូលទៅមើលតគ្នាលក្ខខណ្ឌនេះខ្លះតែទៅមួយពីរហ្នឹងជ្រើសរើសជម្រើសនៃការដឹកជញ្ជូនវាខុសគ្នាយ៉ាងដូចម្ដេចរកតំណែងដែលមាន KX99 ដើម្បីយើងសួរហៅមើលអូខេអញ្ចឹងតំណែងមួយនេះចឹងគេដាក់ផ្លាក K99 អញ្ចឹងវាជាតំណែងមួយដែលស្ថិតនៅក្នុង promotion K99 ដែលយើងអាចទិញពី$99ឡើងទៅយើងនឹងទទួលបាន free delivery ដែលយើងទិញនៅក្នុងកម្មវិធីរបស់គេហ្នឹងដែលយើងអាចទិញពីចិនតែផ្ទាល់ដែលអត់មានប្រើប្រាស់នៅចិនឬក៏ក្រុមហ៊ុនឈ្មួញកណ្ដាលណាទេគឺដឹកពីចិនមកតែផ្ទាល់ហ្មងគេដឹកមកដល់ផ្ទះយើងដែលយើងបង់ថ្លៃតែម្ដងយើងនឹងទទួលបានអីវ៉ាន់អញ្ចឹងអូខេឥឡូវយើងចង់ដឹងថាវាមានចម្រើសអីខ្លះនៅក្នុងការជ្រើសរើស shipping ហ្នឹងអូខេឥឡូវឧទាហរណ៍ថាយើងជ្រើសរើសតំណែងមួយហ្នឹងអញ្ចឹងយើងនឹងចូលទៅមើលដល់គ្នាអញ្ចឹងយើងចុចប៊ូតុងពណ៌ក្រហមនេះទៅដើម្បីយើងចូលទៅកន្លែងពេលណាដែលយើងចុចទិញនេះជាផ្ទាំងចុងក្រោយដែលយើងត្រូវផ្ទៀងផ្ទាត់តាក់ទងជាមួយព័ត៌មានតាក់ទងមួយអាស័យដ្ឋានគឺយើងប្រើអាស័យដ្ឋានខ្មែរផ្ទះយើងរបស់ផ្ទាល់មកដែលមាននៅកម្ពុជាយើងមិនថានៅទីក្រុងភ្នំពេញហើយនៅតាមខេត្តយើងប្រើអាស័យដ្ឋានរបស់ផ្ទះអ្នកគ្នាអញ្ចឹងមកដល់ជម្រើសកន្លែងនេះនៅចិត្តអាស័យដ្ឋានយើងឃើញជម្រើសពីរចឹងវាមានជម្រើសពីរហ្នឹងអញ្ចឹងមកដល់ជម្រើសពីរនេះយើងត្រូវជ្រើសរើសមួយអញ្ចឹងតែទាំងមួយទីមួយគេហៅបើយើងបកជាភាសាអង់គ្លេស direct shipping ការដឹកមកត្រង់ដោយផ្ទាល់មកបាទវាមានលក្ខខណ្ឌវាមួយចំនួននៅក្នុងdirect shipping ទៀតយើងចូលទៅមើលទាំងអស់គ្នាអូខេអញ្ចឹងយើងចូលមកមើលលក្ខខណ្ឌបន្ថែមដោយសារនេះវាជាសាស្ត្រចិនអញ្ចឹងតែគ្នាអាច translate បានអូខេអញ្ចឹងខ្ញុំនឹងនិយាយទូទៅតាក់ទងជាមួយនឹងជម្រើសទី1គេហៅថា direct shipping ការដឹកមកត្រង់ដោយផ្ទាល់អញ្ចឹងលក្ខខណ្ឌរបស់គេបើសិនជាចង់ជ្រើសរើសយកទំនិញឬក៏ជម្រើសនៃការ shipping ជម្រើសនៃការដឹកមកត្រង់ដោយផ្ទាល់ direct shipping ហ្នឹងអ្នកគ្នាទំនិញរបស់គ្នាទី1គេត្រូវតែមានទម្ងន់ក្រោម40គីឡូបើនិយាយពីកម្ពស់វិញគឺក្រោម1ម៉ែត្រកន្លះគេចែងលក្ខខណ្ឌនៅក្រោមនេះអញ្ចឹងគេមានលក្ខខណ្ឌរបស់គេតំណែងហ្នឹងត្រូវទម្ងន់របស់វាក្រោម40គីឡូបើសិនជាលើស30គីឡូគេមានលក្ខខណ្ឌគេទៀតនៅបំពេញហ្នឹងគេត្រូវគិតថ្លៃឆាតប្រហែលបន្ថែមនៅខែប្រហែលតែបើសិនជាយើងយកជម្រើសទី1ហើយតំណែងយើងឧទាហរណ៍ឡើងដល់35គីឡូយើងប៉ាន់ស្មានទៅវាចេញមក35គីឡូអញ្ចឹងយើងត្រូវបង់ថែមនេះ1គីឡូហ្នឹងយើងត្រូវគុណតម្លៃប្រហែលទៀតហើយកម្ពស់ក៏ដោយក៏យើងបើសិនជាខុសពីគោលការណ៍របស់គេយើងត្រូវឆាតលុយបន្ថែមអញ្ចឹងនៅត្រង់កន្លែងហ្នឹងផងដែរមួយតាក់ទងមកយើងចង់បានតំណែងដែលលឿនអូខេចូលឃ្លាំងភ្លាមដឹកចេញមកភ្លាមអាហ្នឹងហៅថាតំណែងដែល direct shipping មកណាចូលមកត្រង់វាអត់មានត្រូវចាំការរួមបញ្ចូលតំណែងទេអញ្ចឹងកន្លែងនេះបើតំណែងចូលឃ្លាំងភ្លាមយើងចង់បានតំណែងលឿនយកជម្រើសទី1តែតំណែងហ្នឹងត្រូវប្រកាសថាអូខេតំណែងក្រោម30គីឡូហើយនៅក្នុងទំហំមួយដែលល្មមសមល្មមចឹងអានេះគឺជាចំណុចត្រួសនៃចំណុចទី1បានន័យថាចូលតំណែងហ្នឹងនិយាយសួរស្ដាប់ចូលដល់ឃ្លាំងភ្លាមចូលដល់កន្លែងឃ្លាំងរបស់គេហ្នឹងគឺវាចេញមកភ្លាមវាអត់មានចាំតំណែងរួមបញ្ចូលតំណែងផ្សេងទៀតទេចឹងបើយើងចង់បង្រួមតំណែងគឺតជំរើសទី2ចឹងលក្ខខណ្ឌទី2គេមានលក្ខខណ្ឌរបស់គេទៀតអញ្ចឹងស៊ីសងលើកគ្នាបើតំណែងរបស់គ្នាទូចទេអត់ត្រូវការចង់បានលឿនអត់មានត្រូវការព្រមតំណែងទេ yes នេះជម្រើសទី1គឺជាជម្រើសមួយដែលល្អជម្រើសទី2សិនដើម្បីយើងអាចធ្វើការប្រៀបធៀបពីរនឹងបានយើងតើជម្រើសមួយណាដែលល្អសម្រាប់យើងក្នុងការជ្រើសរើសសម្រាប់ការដឹកជញ្ជូនតំណែងនេះគឺជាលក្ខខណ្ឌសម្រាប់ជម្រើសទី2បើនិយាយបកជាភាសាអង់គ្លេសហៅថា consolidation ណាបានន័យថារួមបញ្ចូលគ្នាអញ្ចឹងបើសិនអ្នកគ្នាចង់ទិញតំណែងដែលរួមបញ្ចូលគ្នាបើព្រមតំណែងទូចៗចូលគ្នា yes ជម្រើសទី2អានេះអញ្ចឹងគេមានលក្ខខណ្ឌដូចគ្នាបើសិនជាតំណែងហ្នឹងគឺត្រូវតែក្រោម80គីឡូអញ្ចឹងបើសិនជាយើងព្រមតំណែងចូលទៅថាយើងចង់ទិញតំណែងល្មមហ្នឹងត្រូវតែក្រោម80គីឡូបើលើស80គីឡូគេនៅឆែកលុយបន្ថែមទៀតសម្រាប់អ្នកទីតាំងនៅភ្នំពេញផ្សេងនៅខេត្តផ្សេងអញ្ចឹង yes អានេះបើសិនជាទំហំដូចគ្នាត្រូវតែក្រោម1ម៉ែត្រកន្លះអញ្ចឹងតំណែងទាំងមួយទំហំហ្នឹងគឺក្រោម1ម៉ែត្រកន្លះអញ្ចឹងគេមានទំហំសម្រាប់3ហ្នឹងបូកចូលគ្នាទៀតខាងក្រោមហ្នឹងចឹងអានេះគឺជា detail មួយចំនួនយើងត្រូវអានលក្ខខណ្ឌរបស់គេអញ្ចឹងយើងត្រូវមើលលក្ខខណ្ឌជាមួយនឹងប្រភេទតំណែងរបស់យើងដែរតែបើយើងអូខេចង់អានេះ
សម្រាប់ជំរើសទី2នេះគឺយើងត្រូវតែបង្រួមតំណែងដោយខ្លួនឯងបានណាទី1នេះគឺតំណែងចូលឃ្លាំងភ្លាមចេញដឹកមកភ្លាមយើងអត់មានចាំបាច់ខ្វល់ទៅបង្រួមតំណែងទេប៉ុន្តែសម្រាប់ជំរើសទី2គឺយើងត្រូវចុចបង្រួមតំណែងដោយខ្លួនឯងយើងទិញ2ហាង3ហាងបានណាយើងត្រូវចូលទៅកន្លែងរបស់គេពេលដែលចូលដល់ឃ្លាំងគេលូត notification ឲ្យយើងត្រូវចុចបង្រួមតំណែងដោយខ្លួនឯងបើយើងអត់ចុចបង្រួមតំណែងទេគឺអាហ្នឹងអត់ចេញឲ្យយើងទេមួយវិញទៀតបើសិនតំណែងហ្នឹងវាមិនមែនជាគេ99ទេតែយើងចង់ប្រើប្រាស់សេវាកម្មមួយនឹងដឹកមកខ្មែរដែលផ្ទាល់ហ្នឹងដោយប្រើអាស័យខាងខ្មែរយើងចឹងវាមិនមែនជាតំណែង K99 ទេទោះបីវាលើស99ជាងក៏ដោយក៏បានថាយើងត្រូវបង់ថ្លៃដឹកដូចគ្នាអញ្ចឹងមុនដើម្បីអាចដឹកព្រមតំណែងបានគឺតម្រូវយើងបង់ថ្លៃដឹកអញ្ចឹងនៅត្រង់ជំរើសទី2មកនេះបានន័យថាគឺបើសិនជាមានការដែលតំណែងមួយណាត្រូវបង់ថ្លៃដឹកគឺបង់ថ្លៃដឹកសិនទើបអាចបង្រួមតំណែងបានបញ្ជាក់នៅត្រង់នេះគឺយើងត្រូវបង្រួមតំណែងដោយខ្លួនឯងអញ្ចឹងវាអាចនឹងយូរជាងជំរើសទី1ស្អីវាត្រូវរងចាំតំណែងឧទាហរណ៍តំណែងមកទិញ4 5ហាងអញ្ចឹងវាមកថ្ងៃខុសគ្នាអញ្ចឹងវាត្រូវរងចាំគ្នាទៅវាអាច4 ថ្ងៃ4 5ថ្ងៃជាងមានលក្ខខណ្ឌគេត្រូវតំណែងចូលមួយថ្ងៃទៅអាចបង្រួមបានហើយតើតើមួយបង្រួមហើយប្រហែលគីឡូទៀតអញ្ចឹងវាយូរជាក់ពេលយូរច្រើនជាងយូរជាងជំរើសទី1តែបើសិនអ្នកឃើញយើងអត់ចង់ចាំទេក៏យើងអាចចុច payment ភ្លាមៗក៏បានដែរនៅត្រង់ពេលដែលបង្រួមតំណែងបើយើងអត់ចង់ចាំអញ្ចឹងជំរើសទី2នេះបានន័យថាយើងចង់បង្រួមតំណែងយើងចង់ចាំតំណែងចូលគ្នាហើយតំណែងនេះវាក្រោម80គីឡូទំហំរបស់វាក្រោម1ម៉ែត្រកន្លះ yes ហើយបើតែយើងត្រូវបញ្ជាក់យើងត្រូវបង្រួមតំណែងទៅខ្លួនឯងបើទី1យើងគ្រាន់តែចុចហើយចូលហើយគឺយើងអត់មានចាំបាច់ខ្វល់ទេវា direct shipping មកបានថាចូលឃ្លាំងភ្លាមចេញដឹកមកភ្លាមដឹកមកកម្ពុជាហ្មងប៉ុន្តែសម្រាប់ជំរើសទី2នេះដែលយើងបញ្ជាក់អ្នកគ្នាសិនគឺត្រូវតែចុចបង្រួមនៅខ្លួនឯងតំណែងនេះគឺយើងត្រូវបង្រួមនៅខ្លួនឯងទោះហើយបើសិនជាតំណែងមួយនេះក៏ដោយដែលវាតម្រូវបង់ថ្លៃដឹកគឺយើងត្រូវទៅបង់ថ្លៃដឹកសិនទើបអាចបង្រួមតំណែងហើយបង្រួមតំណែងទៅគេដឹកមកកម្ពុជាបន្តអញ្ចឹងជំរើសទី2អញ្ចឹងស៊ីសងលើអវ៉ាន់អ្នកគ្នាបើសិនជាអវ៉ាន់ទូចយើងយកជំរើសទី1ទៅចង់បានលឿនអានេះជំរើសទី1ជាជំរើសដែលល្អចំណែកជំរើសទី2យើងចង់ទិញតំណែងទូចចូលគ្នាហើយចង់មកមួយគ្នាមកកញ្ចប់មួយគ្នាមកហើយតំណែងហ្នឹងវាអាចមករួមចូលគ្នាទៅរៀងធំល្មមអាចក្រោម80គីឡូ yes យើងយកជំរើសទី2ជំរើសទី2នេះតែយើងត្រូវចុចបង្រួមនៅខ្លួនឯងបើយើងអត់ចុចបង្រួមនៅខ្លួនឯងទេគឺតំណែងហ្នឹងវាទៅនៅហ្នឹងឯងអញ្ចឹងវាយូរហើយវាអាចនឹងយូរជាងជំរើសទី1ដោយសារយើងមកតំណែងមកថ្ងៃខុសគ្នាដោយសារហាងខុសគ្នាយើងទិញទោះបីយើងទិញហាងមួយគ្នាក៏វារៀបចំកញ្ចប់មកខុសៗគ្នាដែរជាជំរើសនិងលក្ខខណ្ឌដែលយើងអាចអូខេជ្រើសរើសបានសម្រាប់ការជ្រើសរើសទី1គឺតំណែងហ្នឹងទួចង់បានលឿនរហ័សយើងយក direct shipping ទី1ទី2គឺតំណែងយើងចង់ទិញទួចរួមបញ្ចូលគ្នាមកជាមួយគ្នាប៉ុន្តែយើងត្រូវរងចាំយូរហើយយើងត្រូវចុចបង្រួមនៅខ្លួនឯងពេលណាដែលបានចូលដល់ឃ្លាំងវា load notification ឲ្យយើងនឹងត្រូវចុចបង្រួមដោយខ្លួនឯងអញ្ចឹងមិនមានអាវ៉ាន់ណាត្រូវបង់ថ្លៃដឹកគឺត្រូវបង់ឲ្យហើយអញ្ចឹងបើសិនជាអាវ៉ាន់ទី1ក៏ដោយជំរើសទី1ក៏ដោយសិនជាតំណែងមួយហ្នឹងវាអត់មាន K99 ទេយើងចង់ប្រើ direct shipping គឺគេ include ថ្លៃដឹកហើយតែសម្រាប់ជំរើសទី2ដោយសារយើងមើលទៅបើអ្នកធ្លាប់គ្នាធ្លាប់ទិញវាថោកជាងមែនប៉ុន្តែយើងត្រូវបង់ថ្លៃដឹកទើបអាចបង្រួមតំណែងបានអញ្ចឹងបង្រួមតំណែងទៅគេដឹកបន្តមកកម្ពុជាអញ្ចឹងតំណែងហ្នឹងអាចដល់80គីឡូយាយវាធំដែរអញ្ចឹងជំរើសទី2សម្រាប់តំណែងធំល្មមកម្ពស់វាក្រោម1ម៉ែត្រកន្លះអញ្ចឹងបើសិនជាតំណែងហ្នឹងធំយើងយកជំរើសទី2ទៅបើចង់បានលឿនហើយទូចល្មមទេយើងអត់ខ្វល់អីច្រើនទេអត់មានគិតខ្វល់អីទៀតទេចង់អត់មានខ្វល់រឿងមួយរួមទៀតទេចូលជំរើសទី1ជំរើសទី2សម្រាប់យើងទិញតំណែងចូលគ្នាទំហំល្មមហើយអាចនិយាយថារយៈពេលយឺតចាស់ជាងជំរើសទី2នេះយើងត្រូវដឹងលក្ខខណ្ឌវាទៅសារវាអ្នកគ្នាអាចប្រើ Google Translate ចូលទៅមើលលក្ខខណ្ឌវាបន្ថែមបានអញ្ចឹងបើសិនអ្នកគ្នាទិញតំណែងចង់ដឹងបញ្ជាក់ថាមួយណាអាចមើលតំណែងបានអ្នកគ្នាហើយផ្ទៀងផ្ទាត់ចូលលក្ខខណ្ឌនៃជំរើសនីមួយៗដើម្បីយើងជាក់ច្បាស់អូខេយើងត្រូវយកមួយណាដើម្បីសមតាក់ទងជាមួយនឹងជំរើសទី1ទី2ព្រោះបើសិនជាយើងខុសលក្ខខណ្ឌគេអាចនឹងឆាចសេវាបន្ថែមអញ្ចឹងយើងត្រូវជាក់លាក់ដឹងជាក់លាក់ពាក់ទាំងមួយតំណែងរបស់យើងនិងមើលលក្ខខណ្ឌគេច្បាស់លាស់អញ្ចឹងយើងត្រូវចុចលើលក្ខខណ្ឌគេដើម្បីយើងប្រើ Google Translate ទៅយើងអាចនឹងដឹងច្បាស់ថាលក្ខខណ្ឌមួយគេនឹងនិយាយពីគោលការណ៍ច្បាស់លាស់ទំហំទម្ងន់ប៉ុណ្ណាប្រវែងប៉ុណ្ណាដើម្បីយើងអាចសម្រេចចិត្តដ៏ត្រឹមត្រូវអញ្ចឹងនៅក្នុងវីដេអូនឹងមានប៉ុណ្ណឹងនិយាយត្រួសតាក់ទងមួយ shipping ជំរើសវិធីជ្រើសរើស shipping ទី1ទី2ជាងគួរជ្រើសរើសមួយណាអញ្ចឹងទៅតាមលក្ខខណ្ឌរបស់គ្នាទៅតាមតំណែងទៅតាមអ្វីដែលគ្នាចង់បានអញ្ចឹងយើងដូចគ្រាន់បញ្ជាក់ទេតាមតំណែងជាពិសេសគឺតំណែងទូចឬតំណែងធំចង់បានលឿនឬរហ័សអញ្ចឹងតាមចិត្តយើងទេហើយយើងអត់ខ្វល់អីតាក់ទងមកការបង្រួមតំណែងនេះគឺជំរើសទី1អញ្ចឹងនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងតាក់ទងមកការទិញ KX99 និងមានវីដេអូបន្តទៀតតាក់ទងជាមួយការទិញ KX99 សម្រាប់អ្នកទាំងគ្នាទិញពីចិនមកខ្មែរតាមរយៈកម្មវិធី Taobao អញ្ចឹងបើអ្នកជាអ្នកមើលថ្មីកុំភ្លេចចុច like comment និង subscribe ផងនិងមានវីដេអូផ្សេងៗជាច្រើនផ្សេងទៀតនៅក្នុង playlist អាចចូលទៅមើលបាននៅក្នុង playlist អរគុណអ្នកគ្នា